វីដេអូនេះចង់បង្ហាញទាក់ទងជាមួយនឹងការកំណត់ទំហំតួអក្សរដែលនៅលើ screen computer ដែលយើងប្រើប្រាស់ដើម្បីកំណត់ទំហំយើងចូលទៅកាន់ setting បន្តមកទៀតយើងคลิกយកពាក្យ accessibility បន្តមកទៀតយើងឃើញពាក្យថា text size យើងคลิกយក text size នេះកន្លែងនេះហើយគឺយើងអាចកំណត់យកទំហំtext ឬមួយក៏ទំហំតួអក្សរនៅលើអេក្រង់ទូរស័ព្ទបានអញ្ចឹងយើងមើលកន្លែងអក្សរមួយជួរជាងនេះគឺជាកន្លែងដែលជា sample គំរូនៅពេលដែលយើងចង់ទំហំយើង 100% គឺវាមានទំហំប៉ុណ្ណឹងអញ្ចឹងទំហំនេះគឺវាមាន 100% រហូតដល់ 225% អញ្ចឹងនេះគឺជាទំហំដែលចេញនៅលើអេក្រង់កុំព្យូទ័រយើងគឺ 225% នេះគឺ 100% ចំពោះអ្នកខ្លះគាត់គិតថាទូច 100% គឺទំហំនឹងទូចសម្រាប់ភ្នែករបស់គាត់ចឹងហើយដើម្បីកុំឲ្យពិបាកមើលយើងអាចកំណត់ត្រឹម250សាក250សិនអូខេ250មើលទៅយើងខុនបាទសម្រាប់ខ្ញុំអញ្ចឹងខ្ញុំសាកលបង150% ទំហំហ្នឹងនៅពេលដែលយើងស្រឡាញ់ហើយថាទំហំហ្នឹងយើងចង់បានយើងគ្រាន់តែយកពាក្យថាคลิกលើពាក្យ apply អូខេនៅពេល apply ហើយទំហំគ្រប់យ៉ាងនៅលើ computer យើងគឺត្រូវបានកំណត់ទៅត្រឹម 150% ទំហំហ្នឹងនេះអ្វីដែលយើងបានអូខេនេះគឺជាឧទាហរណ៍តែប៉ុណ្ណោះបើសិនបើយើងចង់បានទំហំប្រមាណភាគរយគឺអាស្រ័យទៅលើយើងម្នាក់ៗដែលត្រូវការ